ជំរាបសួរបងហើយក៏ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំជាអ្នកជឿព្រះអង្គនៅក្នុងស្ថានភាពមួយនេះតែមិនគិតថាមិនតែខ្ញុំទេនឹងបងប្អូនគេដែរថាយើងជឿព្រះអង្គប៉ុន្តែពេលខ្លះយើងនឹងមានពាក្យទូសុំទៅកាន់ព្រះអង្គឯងប៉ុន្តែពេលខ្លះមានអារម្មណ៍ថាពាក្យទូសុំរបស់យើងមានអារម្មណ៍ថាព្រះអង្គអត់ធ្វើការសោះមានអារម្មណ៍ថាមិនក៏ខ្ញុំត្រូវជួបរឿងបែបហ្នឹងដូចជាពាក្យអធិដ្ឋានដូចជាពេលខ្លះខ្ញុំចង់បាក់ទឹកចិត្តក្នុងការអធិដ្ឋានជាមួយព្រះអង្គថាមិនក៏នៅមានបញ្ហាកើតឡើងអញ្ចឹងប្រជាជនខ្ញុំកំពុងតែជួបទុក្ខលំបាកអញ្ចឹងក៏ប៉ុន្តែទោះបីជាយ៉ាងណាយើងនៅតែមានជំនឿហើយយើងនៅតែជឿទុកចិត្តទៅកាន់ផែនការព្រះអង្គទោះបីជាគំនិតរបស់យើងពេលខ្លះយើងគិតបែបនេះប៉ុន្តែផែនការព្រះអង្គយើងអត់ដឹងទេថាបែបណាយើងគិតតែអញ្ចឹងមែនទេទោះបីជាពេលខ្លះយើងមានអារម្មណ៍ថាអូខេយើងអត់ទទួលយកបានទេស្ថានភាពហ្នឹងជាងលើកចិត្តថាកុំអស់សង្ឃឹមហើយយើងនឹងបន្តជាមួយគ្នាទៀតយើងអធិដ្ឋានរហូតដល់កិច្ចការងារដែលយើងធ្វើបានសម្រេចខ្ញុំនឹកចាំអំពីរឿងមួយរបស់សាវកព្រះអង្គការដែលព្រះយេស៊ូវគ្រីស្ទបានសង្កត់ឲ្យព្រះអង្គចាស់រស់ឡើងវិញពេលនោះព្រះអង្គម្ចាស់ចាក់ចេញពីពួកគេនឹងត្រូវអធិដ្ឋាននៅក្នុងបន្ទប់មួយដ៏បិទជិតទោះបីជាយ៉ាងណាទាហានដើរជុំវិញដើម្បីសម្លាប់អ្នកដែលជឿព្រះជាម្ចាស់ប៉ុន្តែសុទ្ធតែពួកគាត់ឈប់ទេគាត់បាក់ទឹកចិត្តទេកិច្ចការងារទាំងអស់គាត់បាក់ទឹកចិត្តទេគាត់នៅតែបន្តទោះបីជាជីវិតគាត់ស្ថិតនៅក្នុងកលៈទេសៈបែបណាក៏ដោយគាត់នៅតែមានជំនឿជាមួយព្រះអង្គនឹងធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់ពួកគាត់នៅក្នុងកិច្ចការងារដែលធ្វើជាយើងនេះគ្នាយើងរួមគ្នាហើយយើងនឹងបន្តអធិដ្ឋានសម្រាប់កម្ពុជាសម្រាប់សន្តិភាពនៃប្រទេសយើងទាំងអស់គ្នា right អញ្ចឹងនេះជាពាក្យលើកទឹកចិត្តខ្ញុំយើងនឹងបន្តទៅមុខជាមួយគ្នាយើងនឹងកាន់ភ្ជាប់ជាមួយនឹងជំនឿជាមួយនឹងព្រះជាម្ចាស់ហើយយើងត្រូវតែមានសង្ឃឹមហើយទុកចិត្តព្រះអង្គមិនមែន10មិនមែន20គឺ 100% សម្រាប់ទុកចិត្តទៅកាន់ព្រះជាម្ចាស់សូមព្រះម្ចាស់ប្រទានពរហើយថែរក្សាកំសាន្តចិត្តហើយនឹងហុំព័ទ្ធបងប្អូនឲ្យមានសុវត្ថិភាពមកពីព្រះជាម្ចាស់ពីខ្ញុំអធិដ្ឋានសូមព្រះប្រទានពរអាមែនអរគុណច្រើនហើយហ្នឹងហើយយើងនៅតែបន្តអធិដ្ឋានជាមួយគ្នាយើងរួមគ្នាអធិដ្ឋានទៅកាន់ព្រះអង្គព្រោះគ្រប់ទាំងកិច្ចការទាំងអស់យើងមានតែការអធិដ្ឋានមួយទេហើយព្រះអង្គជាអ្នកធ្វើការអាមែនដូច្នេះយើងសូមថ្វាយគ្រប់ទាំងកិច្ចការទាំងអស់ទៅព្រះអង្គព្រោះត្បិតយើងប្រើដោយកម្លាំងដោយប្រាជ្ញារបស់យើងគឺយើងមិនអាចធ្វើបានទេដូច្នេះយើងមានតែការពឹងដល់ព្រះជាម្ចាស់ដូច្នេះសូមអរលោកអ្នកបងប្អូនបន្តអធិដ្ឋានជាមួយគ្នាហើយខ្ញុំជឿថាសូមព្រះជាម្ចាស់នឹងបានប្រទានពរអរលោកអ្នកបងប្អូនក៏ដូចជាបងប្អូនដែលនៅតាមជនភាសាដែរបាទយើងហើយអធិដ្ឋានសម្រាប់គាត់ដែរហើយសូមឲ្យគ្រប់ការទាំងអស់នេះត្រូវបានចាត់ឆ្ងាយហើយសូមគាត់បានមានសុវត្ថិភាពហើយទទួលបាននៅភាពរីករាយក៏ដូចជាសន្តិភាពឡើងវិញផងដែរអរគុណច្រើនសូមព្រះជាម្ចាស់ទ្រង់បានប្រទានពរអាមែន